នេះគឺជាការបកប្រែខ្លឹមសារដែលអ្នកបានលើកឡើងអំពីវិជ្ជាបង្រៀនទាំង5មួយយ៉ាងទៅជាភាសាខ្មែរដើម្បីឲ្យស្របតាមអត្ថន័យនៃរូបមន្តរំលត់ទុកនិងការត្រឡប់ទៅកាន់ពុទ្ធភពវិញអត្ថន័យពិតនៃធម៌ទាំង5មួយយ៉ាង5វិធីនៃការបដិបត្តិព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀននៅធម៌ទាំង5មួយយ៉ាងប៉ុន្តែមានខ្សែបន្ទាត់ខណ្ឌចែកយ៉ាងច្បាស់រវាងការវិលវល់ក្នុងសង្សារវដ្តនិងការរំលត់ទុកមិនកើតឡើងវិញដែលគ្រូបច្ចុប្បន្នភាគច្រើនមិនបានយល់ច្បាស់1ធម៌ទាំង5យ៉ាងសម្រាប់ការវិលវល់ក្នុងសង្សារវដ្តមានការសម្រេចមានការទទួលបាននេះគឺជាវិធីសម្រាប់អ្នកដែលចង់សោយសុខក្នុងត្រៃភពដោយប្រើសេចក្តីស្រមៃនិងការប្រឹងប្រែងដើម្បីបដិបត្តិចូលយានទេវៀតបដិបត្តិដើម្បីសម្រេចសក្ការៈជាព្រះអរហន្តស្ថិតក្នុងឈានសមាបត្តិមជ្ឈិមយានបដិបត្តិដើម្បីក្លាយជាគ្រូសូត្រធម៌យល់ដឹងពីទ្រឹស្ដីកម្មផលមហាយានបដិបត្តិដើម្បីធ្វើបុណ្យជួយសង្គមបង្កើតបុណ្យកុសលខាងក្រៅដើម្បីទទួលបានសេចក្តីសុខសប្បាយពុទ្ធានុសុខាវតីសូត្រធម៌ដើម្បីទៅកើតក្នុងភពដ៏ស្ងប់ស្ងាត់នៅតែស្ថិតក្នុងត្រៃភពមុនយានសូត្រមន្តដើម្បីទទួលបានឫទ្ធិអំណាចនិងសមត្ថភាពអស្ចារ្យលក្ខណៈរួមកាលណាខំប្រឹងបដិបត្តិនឹងមានអារម្មណ៍ថាទទួលបានអ្វីមួយប៉ុន្តែដរាបណានៅមានតួអញជាអ្នកទទួលបានលទ្ធផលនោះនៅតែនាំឲ្យវិលវល់ក្នុងសង្សារវដ្តដើម្បីទទួលផលនោះដែលនេះហើយគឺជាធម៌48 000ភពដែលប្រៀបដូចជាពុះទឹកមើលទៅស្អាតតែមិនមែនជាការពិត2ធម៌ទី6ការរំលត់ទុកមិនកើតឡើងវិញគ្មានសេចក្តីស្រមៃនេះគឺជាវិធីសមាធិតាំងសុបសែនពិតប្រាកដដែលមិនមែនសម្រាប់ការបួងសួងឬការចង់បានឋានៈអ្វីឡើយខ្លឹមសារភពពុទ្ធថង្ភិតមកពីពុទ្ធភពមកខ្ចីរូបកាយនិងចរិតលក្ខណៈមនុស្សលោកដើម្បីសន្សំមហាកុសលសេងសរូបមន្តមិនមែនអង្គុយសមាធិឲ្យយូរឬសូត្រធម៌ឲ្យច្រើននោះទេប៉ុន្តែត្រូវយល់ពីរូបមន្តនៃការរំលត់ទុកដែលជាការរួមផ្សំរវាងភាពស្ងប់ស្ងាត់រក្សាចិត្តឲ្យស្អាតមិនជាប់ជំពាក់នឹងរូបភាពខាងក្រៅមហាកុសលជួយអ្នកដទៃឲ្យយល់ពីវិជ្ជាបង្រៀននៃការរំលត់ទុកដើម្បីបង្កើតថាមពលពន្លឺ Electric Light លទ្ធផលនៅពេលភពពុទ្ធមានមហាកុសលគ្រប់គ្រាន់និងយល់ពីផ្លូវត្រឡប់ទៅវិញវានឹងរួចផុតពីកម្លាំងទាញនៃត្រៃភពដើម្បីត្រឡប់ទៅកាន់ពុទ្ធភពវិញនេះហៅថាអនិខមៈវសេងគឺលែងកើតលែងស្លាប់ក្នុងសង្សារវដ្តទៀតហើយហេតុអ្វីបានជាគ្រូនិងព្រះសង្ឃភាគច្រើនពន្យល់ខុសខ្វះវិជ្ជាបង្រៀននៃការរំលត់ទុកវត្តអារាមភាគច្រើនបច្ចុប្បន្នបង្រៀនតែតាមរូបភាពខាងក្រៅកិច្ចពិធីនិងការបួងសួងគេបង្រៀនត្រឹមតែការធ្វើជាមនុស្សល្អឬទៅកើតលើសួគ៌ប៉ុន្តែមិនបានបង្រៀនពីវិធីចាក់ចេញឡើយប្រើសេចក្តីស្រមៃគ្រូប្រើខួរក្បាលរូបវន្តនិងការស្រមៃដើម្បីពន្យល់ពីធម៌នាំឲ្យព្រះពុទ្ធសាសនាคล้ายជាមានតែរូបរាងសម្បកក្រៅដ៏ស្រស់ស្អាតប៉ុន្តែខ្វះរូបមន្តពិតប្រាកដជាប់ជំពាក់នឹងលាភសក្ការៈកាលណានៅចង់ឲ្យគេគោរពថាជាអ្នកបួសខ្ពស់អ្នកសម្រេចធម៌នោះគឺខ្លួនឯងកំពុងជាប់ក្នុងទ្រង់នៃសង្សារវដ្តដោយមិនដឹងខ្លួនសេចក្តីសន្និដ្ឋានបើចង់ត្រាស់ដឹងនិងរំលត់ទុកត្រូវស្វែងរកឲ្យឃើញនៅវិជ្ជាបង្រៀនទី6ដើម្បីរៀនពីរូបមន្តប្រសិនបើនៅតែដើរតាមផ្លូវ5យ៉ាងដំបូងទោះបីខំប្រឹងបដិបត្តិខ្លាំងប៉ុណ្ណាក៏ដោយលទ្ធផលគ្រាន់តែជាការដើរកម្សាន្តរយៈពេលវែងនៅក្នុងភពនៃការវិលកើតវិលស្លាប់តែប៉ុណ្ណោះ